បាទសូមគោរពនឹងជំរាបសួរស្វាគមន៍ប្រិយមិត្តមកកាន់ Channel SA កន្លងស្នេហ៍ថ្ងៃនេះខ្ញុំបាទនឹងបកស្រាយអំពីសាច់រឿងរបស់ប្រិយមិត្តម្នាក់ដែលបានផ្ញើជូនមកកាន់ខ្ញុំដោយអូនប្រុសបានប្រាប់អំពីទំនាក់ទំនងស្នេហារបស់អូនហ្នឹងគឺបានតាក់ទងជាមួយស្ត្រីម្នាក់ហើយគឺជាស្ត្រីហ្នឹងឯងគឺគាត់មានប្តីទៅទៀតតាមដំបូងឡើយគឺគាត់មិនបានដឹងរឿងថាគាត់មានប្តីទេបាទសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe នៅ Channel របស់ខ្ញុំសូមជួយចុច Subscribe មួយដើម្បីទទួលបាននៅវីដេអូថ្មីៗពី Channel របស់ខ្ញុំចុះខ្ញុំចូលដល់សាច់រឿងរបស់បងប្អូនប្រុសម្នាក់ដែលគាត់រៀបរាប់អំពីស្នេហារបស់គាត់ហ្នឹងមានថាបងប្រុសហ្នឹងមានវ័យខ្ទង់ប្រហែលជា30ឆ្នាំទេហើយបងប្រុសគឺបានធ្វើការនៅកន្លែងក្រុមហ៊ុនឯកជនមួយបាទហើយបងប្រុសគឺគាត់បានរៀបរាប់ថាជីវិតស្នេហារបស់គាត់តាមពិតគាត់ក៏ធ្លាប់មានមិត្តស្រីពីមុនមកដែរប៉ុន្តែដោយសារតែអេរិយាបថឬក៏ហៅថាអត្តចរិតវាមិនសូវចុះសម្រុងគ្នាគាត់ក៏សម្រេចចិត្តបញ្ចប់ទំនាក់ទំនងនោះជាមួយនឹងមិត្តស្រីរបស់គាត់មុនទៅហើយនៅក្រោយមកបានរយៈពេលប្រហែលជាកន្លះឆ្នាំគាត់ក៏បានហៅថាលេងឆាតក្នុង Messenger ណាបាទដោយដំបូងឡើយគឺគាត់បានស្គាល់នារីម្នាក់ហ្នឹងគឺជា friend នៅក្នុង Facebook របស់គាត់ទេប៉ុន្តែម្នាក់ស្រីគាត់ក៏ធ្វើការងារនៅឯកន្លែងឯកជនមួយដែរប៉ុន្តែគឺគាត់បានស្គាល់គ្នាជា friend នៅក្នុង Facebook នៅពេលមួយនោះគឺគាត់ឧស្សាហ៍តាមដានprofile ឬក៏រឿងឯកជនផងស្ត្រីម្នាក់ហ្នឹងហើយជាទូទៅស្ត្រីម្នាក់ហ្នឹងគឺគាត់ជាហៅថាមនុស្សបែបស្ងប់ស្ងាត់បែបហៅថាមិនសូវបញ្ចេញឬបង្ហាញជាលក្ខណៈសាធារណៈទេមានថាយូរគាត់បង្ហោះរូបភាពឬក៏ហៅថារៀបរាប់អំពីជីវិតរបស់គាត់ខ្លះអំពីការងាររបស់គាត់ខ្លះទាំងទៅបាទហើយជាទូទៅគឺស្ត្រីនេះគាត់តែបង្ហោះរូបភាពជាមួយនឹងកូនតូចរបស់គាត់ម្នាក់ហើយនឹងគាត់ច្រើនតែបង្ហោះជារូបឯកជនរបស់គាត់នៅពេលមួយគាត់ក៏បាន comment គាត់ក៏បានឆាតគាត់ក៏បានអីចឹងណាបាទសួរសុខទុក្ខទៅនារីម្នាក់ហ្នឹងព្រោះក្នុងនាមជា friend គាត់តែងតែចុច like គាត់តែងតែចុចអីចឹងទៅបាទហើយនៅពេលដែលលោកបានវាយជាកន្លះខែចៃដន្យគាត់អូនប្រុសហ្នឹងគាត់ទៅហូបអីនៅកន្លែងមួយក្បែរមាត់ទន្លេនៅមុខវាំងហ្នឹងចៃដន្យមែនតើមើលថាគាត់បានឃើញនារីម្នាក់ហ្នឹងគឺគាត់មកញ៉ាំអីនៅកន្លែងតែគាត់កំពុងអង្គុយញ៉ាំហ្នឹងពេលនោះគាត់សម្លឹងមើលទៅគាត់ក៏បានឃើញហើយគាត់ក៏បានសួរថាបងប្រុសគឺគាត់ហៅម្នាក់ស្រីហៅថាបងស្រីដើម្បីជាពាក្យគួរសមគាត់សួរថាបងស្រីមកញ៉ាំអីដែរនាំកូនមកញ៉ាំអីដែរពេលម្នាក់ស្រីគាត់ក៏ថាចាខ្ញុំនាំកូនខ្ញុំមកញ៉ាំអីពេលនេះម្នាក់ស្រីគាត់ក៏បានហៅថាយើងស្រឡាញ់កាំងដែរគាត់ថាគាត់អត់ដែលស្គាល់ទេមិនក៏ស្គាល់គាត់អីចឹងណាចេះមួយចុកពីរទៅពេលនោះបងអូនប្រុសគាត់ក៏បានប្រាប់ទៅនារីម្នាក់ថាខ្ញុំឃើញបងឯងតែតែហៅថាថតរូបបង្ហោះអីក្នុង Facebook ហើយខ្ញុំក៏ជា friend របស់បងឯងចឹងណាខ្ញុំតែចុច like ឬចុច comment អីផ្សេងហើយពេលនោះគាត់ក៏បានប្រាប់ profile គាត់ឈ្មោះនេះឈ្មោះនោះអីចឹងទៅបាទដើម្បីឲ្យម្នាក់ស្រីគាត់ស្គាល់ពេលហ្នឹងម្នាក់ស្រីគាត់ថាអូហ្នឹងហើយខ្ញុំអត់ដឹងហ្នឹងហើយពេលខ្លះវា friend ច្រើនពេកធ្វើឲ្យខ្ញុំអត់អាចចាំអស់ទេបាទអញ្ចឹងពេលធ្វើឲ្យអ្នកទាំងពីរគឺបានជួបទល់មុខគ្នានៅពេលនោះទៅហើយក្រោយមកទៀតគឺអូនប្រុសហ្នឹងគាត់តែងតែបានលេងឆាតលេងអីសួរសុខទុក្ខជាមួយនារីម្នាក់ហ្នឹង
បាទលក្ខណៈសួរសុខទុក្ខអំពីការងារសួរសុខទុក្ខអំពីហៅថាចែករំលែកអំពីបទពិសោធន៍កន្លែងការងារអីផ្សេងៗអញ្ចឹងណាបាទហើយក៏ឈានទៅដល់សួររឿងឯកជនផ្ទាល់ខ្លួនរបស់អ្នកស្រីហ្នឹងថាបងឯងមានកូនប៉ុន្មាននាក់បងឯងមានគ្រួសាររៀបការមួយគ្នាប៉ុន្មានឆ្នាំហើយអីចេះមួយចុះពីរណាបាទពេលហ្នឹងស្រាប់តែម្នាក់ស្រីហ្នឹងគឺគាត់អត់ប្រាប់ព័ត៌មានពិតមកបងប្អូនប្រុសទេគាត់ប្រាប់ថាគាត់ជាស្ត្រីមេម៉ាយកូនមួយពេលនោះគឺអូនប្រុសគាត់ថាបងឯងមេម៉ាយកូនមួយមកឯងលែងគ្នាប៉ុន្មានឆ្នាំហើយអីចេះមួយចុះពីរគាត់ក៏បានសួរដំណើរដើមផ្ទាល់ណាព្រោះអូនប្រុសគាត់គិតថាអារម្មណ៍របស់គាត់ហើយនឹងចិត្តរបស់គាត់គឺចាប់ចិត្តស្រឡាញ់ទៅលើស្ត្រីម្នាក់ហ្នឹងហើយណាមួយដោយសារតែអ្នកស្រីហ្នឹងគាត់ប្រាប់ថាគាត់ហ្នឹងអត់ទាន់មានគូអនាគតថ្មីទេដោយសារគាត់ប្រាប់ថាគាត់លែងលះដីគាត់ឬគាត់នៅមេម៉ាយអញ្ចឹងណាបាទហើយពេលនោះគាត់ក៏បានសួរនាំទៅស្ត្រីទាំងអត់ទាន់គិតគូររឿងគ្រួសារទៀតទេដោយសារអត់ចង់ខំម្ដងហើយម្ដងទៀតអីចឹងណាបាទអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងពួកគាត់តែងតែលេងឆាតតាក់ទងគ្នាអីចុះមួយចុះពីរហើយនៅរៀបរាល់ថ្ងៃសៅរ៍អាទិត្យពេលសម្រាប់ពីការងារហ្នឹងគាត់តែងតែណាត់ទៅហូបពេលជុំគ្នានៅក្រៅទៅបាទហើយគាត់តាក់ទងគ្នាបានប្រហែលជាមួយខែក្នុងនាមជាអ្នកដែលមិនទាន់ហៅថាជាមិត្តស្រីមិត្តប្រុសគ្នាទេអញ្ចឹងនៅពេលដែលគាត់ម្នាក់ម្ដងគ្នាបានប្រហែលជា2ខែគាត់ក៏ចាប់ផ្ដើមបរិះហ្នឹងគាត់ចាប់ផ្ដើមសារភាពថាគាត់ស្រឡាញ់នារីម្នាក់ហ្នឹងហើយគាត់ក៏ប្រាប់អំពីប្រវត្តិទំនាក់ទំនងក្អាបែកបាក់ស្នេហារបស់គាត់ពីមុនមកអីពីមុនមកហើយគាត់ក៏បានប្រាប់ទៅនារីហ្នឹងថាគាត់ស្រឡាញ់ហើយគាត់ចង់បានជាគូអនាគតអញ្ចឹងណាហើយគាត់ក៏មិនប្រកាន់ក៏មិនរើអើងថាស្ត្រីហ្នឹងជាមេម៉ាយកូនមួយដែរពីព្រោះស្ត្រីហ្នឹងគាត់បានប្រាប់ថាគាត់ជាស្ត្រីមេម៉ាយបាទហើយអញ្ចឹងទៅក៏បានតំណែងគ្នាបានប្រហែលជា2ខែហ្នឹងក៏ខាងស្រីនោះគេក៏មានចិត្តមានអីស្រឡាញ់មកខាងប្រុសនោះដែរហើយរហូតដល់អ្នកតាពីហ្នឹងគេឈានទៅដល់ទំនាក់ទំនងស្នេហាស៊ីជម្រៅគឺបានគេនៅជាមួយគ្នាអីចឹងទៅបាទហើយទំនាក់ទំនងចេះតែកើតឡើងជាហូរហែពីមួយថ្ងៃទៅមួយថ្ងៃហើយនៅពេលមួយបងអូនប្រុសគាត់ក៏ចាប់ផ្ដើមហៅថាមានការសង្ស័យទៅនឹងអ្នកស្រីដែលជាមិត្តស្រីរបស់គាត់ហ្នឹងពេលមួយដែលគាត់ទៅនៅជាមួយគ្នានៅខាងក្រៅហ្នឹងគាត់ក៏បានសុំឆែកមើលទូរស័ព្ទឆែកមើលអីផងមិត្តស្រីរបស់គាត់ចឹងណាបាទនៅពេលដែលគាត់ឆែកមើលទូរស័ព្ទរបស់មិត្តស្រីរបស់គាត់បាទគាត់ក៏បានឃើញរូបថតរូបអីជាមួយកូនជាមួយដីរបស់ម្នាក់ស្រីហ្នឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពេលនោះគាត់ក៏ហៅថាសួរបញ្ជាក់ជាមួយមិត្តស្រីរបស់គាត់សារឡើងវិញតើអូនឯងថាអូនឯងមេម៉ាយអូនឯងលែងប្តីចុះរូបថតអូនឯងថតជាមួយកូនជាមួយបុរសម្នាក់នេះតើគាត់ជាណាពេលនោះអ្នកស្រីហ្នឹងគាត់ក៏អត់បានបិទបាំងទៀតដែរគាត់ក៏បានសារភាពប្រាប់ទៅបុរសនឹងត្រង់ថាតាមពិតគាត់លាក់បាំងជាមួយបងប្រុសហ្នឹងថាគាត់អត់មានប្តីទេតាមពិតគាត់មានប្តីហើយគាត់ក៏បានប្រាប់ទៅបងប្រុសហ្នឹងថាចេះថាប្តីរបស់គាត់ហ្នឹងហើយនឹងគាត់គឺរស់នៅចុះសំឡុងទៀតទេហើយនឹងលែងលះគ្នានៅពេលឆាប់ខាងមុខនេះបាទហើយទៅពេលនោះគឺបងប្រុសក៏បានដឹងបែករឿងរបស់មិត្តស្រីរបស់គាត់ហើយបងប្រុសក៏ដឹងថាប្តីរបស់ម្នាក់ស្រីគាត់តាក់ទងគឺគាត់ធ្វើការនៅឯខេត្តមានថាមួយខែឬក៏2ខែបានគាត់ឡើងមកភ្នំពេញមកអីនឹងលេខទាំងម្ដងការបាទអញ្ចឹងពួកគាត់ដឹងរឿងហ្នឹងគឺគាត់ចាប់ដើមកាន់តែអត់សនុកក្នុងចិត្តអត់សនុកក្នុងខ្លួនហើយគាត់ក៏ព្យាយាម
ហើយថាពេលគាត់ឆែកទូរស័ព្ទហ្នឹងគាត់ក៏ឃើញមានការ save លេខអីទំនាក់ទំនងអីទៅម្ដាយទៅឪពុកគាត់ហ្នឹងពេលនោះគាត់ក៏អត់បានទេទៅទេប៉ុន្តែគាត់បាន save លេខម្ដាយរបស់មិត្តស្រីដែលគាត់ស្រឡាញ់ហ្នឹងគឺទុកនៅក្នុងទូរស័ព្ទហើយនៅពេលដែលទំនេរថ្ងៃមួយគាត់ក៏បានខលទៅសាកសួរព័ត៌មានម្ដាយរបស់អ្នកស្រីដែលគាត់ស្រឡាញ់ហ្នឹងថាតើកូនស្រីរបស់គាត់ហ្នឹងពិតជានឹងលែងលះជាមួយប្តីគាត់មែនទេអត់ពីព្រោះអូនប្រុសគាត់ថាគាត់ស្រឡាញ់នារីម្នាក់ខ្លាំងហើយគាត់ចង់បាននារីហ្នឹងគឺជាគូអនាគតពេលនោះម្ដាយរបស់មិត្តស្រីរបស់គាត់ហ្នឹងប្រាប់ថាគាត់ដឹងថាកូនគាត់គឺមានប្តីប៉ុន្តែអត់ដឹងថាពួកគាត់នឹងក្រុងលែងលះគ្នាយ៉ាងម៉េចទេព្រោះគាត់គាត់ដឹងថាពួកគាត់រស់នៅធម្មតាជាប្តីប្រពន្ធតែគាត់មានដឹងថាអ្នកទាំងពីរនឹងលែងលះគ្នាទេបាទអញ្ចឹងពេលនោះធ្វើឲ្យបងប្រុសគឺចាប់ដើមថយមួយជំហានគិតហើយបងប្រុសក៏ចាប់ដើមនិយាយជាមួយមិត្តស្រីរបស់គាត់ថាឥឡូវបងគិតថាបងតាក់ទងឯងគិតថាឯងអត់មានប្តីឯងប្រាប់បងថាមានម៉ាយកូនមួយដល់ពេលឥឡូវឯងបែរជាមានប្តីហើយអត់ទាន់លែងលះគ្នាទៀតពេលដែលគាត់និយាយជាមួយមិត្តស្រីរបស់គាត់អញ្ចឹងមិត្តស្រីរបស់គាត់នោះថាគាត់នឹងលែងលះជាមួយនឹងប្តីរបស់គាត់កន្លះខែទៀតគាត់ដាក់ពាក្យលែងហើយពេលនោះគាត់បានប្រាប់ទៅបងប្រុសថារូបភាពរបស់បងឯងគឺខ្ញុំបានឲ្យប្តីខ្ញុំគឺដឹងរឿងអស់ហ្នឹងនៅពេលដែលបងប្រុសហ្នឹងគាត់បានឮថាមិត្តស្រីរបស់គាត់បានប្រាប់ប្តីរបស់គាត់អំពីរឿងនេះពេលនោះធ្វើឲ្យបងប្រុសគឺគាត់កាន់តែភ័យជាខ្លាំងដោយសារតែគាត់ទីមួយគឺគាត់ថាគាត់អត់ចង់ទៅប្រឡូកប្រឡាក់ជាមួយប្រពន្ធរបស់គេទេហ្នឹងទី1ហើយទី2គឺស្ត្រីម្នាក់ហ្នឹងគំរាមថាបងឯងព្រមដាច់អ្នកនំរបស់ខ្ញុំបងឯងនឹងមានបញ្ហាហើយដល់មួយទៀតគឺអូនប្រុសហ្នឹងគាត់ប្រាប់ថាអ្នកស្រីហ្នឹងបានស្គាល់ក៏បានដឹងកន្លែងធ្វើការងាររបស់គាត់ទៀតពេលនោះអូនប្រុសគាត់មានការបារម្ភយ៉ាងខ្លាំងពីព្រោះខ្លាចអ្នកស្រីហ្នឹងគឺទៅរករឿងគាត់នៅកន្លែងធ្វើការងារអញ្ចឹងសំណួរគាត់សួរថាតើគាត់គួរដោះស្រាយយ៉ាងម៉េចដើម្បីផ្ដាច់ទំនាក់ទំនងស្នេហារវាងគាត់ហើយនឹងស្ត្រីម្នាក់នោះអញ្ចឹងបើបងប្អូនមានជាមតិយោបល់សូមជួយផ្ដល់មតិយោបល់នៅក្នុងវីដេអូរបស់ខ្ញុំនេះដើម្បីចែករំលែកជាបទពិសោធន៍ជីវិតក៏ដូចជាគំនិតសម្រាប់ការពិចារណាសម្រាប់កុំឲ្យអូនប្រុសឬក៏បងស្រីបងប្រុសបងស្រីកុំឲ្យមានបញ្ហាដូចក្នុងរឿងនេះសម្រាប់ខ្ញុំបានផ្ដល់ជាដំណោះស្រាយសម្រាប់អូនប្រុសទី1អូនប្រុសគឺត្រូវផ្ដាច់ទំនាក់ទំនងរវាងស្ត្រីនោះហើយនឹងអូនប្រុសហ្នឹងជាបណ្ដាមានថាការទំនាក់ទំនងគឺទំនាក់ទំនងធម្មតាប៉ុន្តែព្យាយាមកាត់បន្ថយបន្តិចម្ដងដកខ្លួនបន្តិចម្ដងបាទពាក់ព័ន្ធការដើរលេងញ៉ាំអីជាយានតាក់ទងគ្នាណាត់ជួបគ្នាអីផ្សេងរឿងស្នេហាស៊ីជម្រៅគឺកាត់ផ្ដាច់បន្ថយកាត់បណ្ដាជំហានទី1ជំហានទី2អូនប្រុសត្រូវតែហ៊ាននិយាយឲ្យក្លាហានយើងទៅជួបជាមួយប្រធានអង្គភាពការងាររបស់យើងឬគមេរបស់យើងដើម្បីជម្រាបគាត់អំពីរឿងរ៉ាវស្នេហារបស់យើងប្រាប់គាត់ទៅថាយើងមានអ្នកក្នុងស្នេហាជាមួយនារីម្នាក់ប៉ុន្តែយើងអត់បានដឹងរឿងរ៉ាវថានារីនោះគេមានប្តីមានស្អីទេយើងគិតថាគាត់នឹងគឺជានារីមួយម៉ាយអញ្ចឹងយើងប្រាប់អង្គហេតុប្រាប់អីទៅមេរបស់យើងពីព្រោះអីពីព្រោះការពារករណីខ្លាចនោះនារីម្នាក់ហ្នឹងថាមិនត្រូវគាត់មករករឿងបងប្រុសនៅកន្លែងធ្វើការងារទៅហើយធម្មតានៅកន្លែងធ្វើការងារយើងដឹងកន្លែងខ្លះគេមានគោលនយោបាយគេពាក់ព័ន្ធទៅនឹងបុគ្គលិកយើងប្រព្រឹត្តខុសនៅគោលនយោបាយឬក៏ការប្រព្រឹត្តខុសនៅក្រមសីលធម៌ឬក៏អាកប្បកិរិយាណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនឬក៏ស្ថាប័នរបស់គេអញ្ចឹងគេអាចបញ្ឈប់អូនប្រុសហ្នឹងអូនប្រុសគឺ
ត្រូវតែហ៊ានប្រាប់រឿងហ្នឹងទៅដល់ប្រធានរបស់បងប្រុសបាទហើយមួយទៀតខ្ញុំគិតថាបងប្រុសគឺបារម្ភខ្លាចទី1ប្តីរបស់គេរករឿងហើយទី2បារម្ភខ្លាចនារីម្នាក់ហ្នឹងគាត់ប្តឹងចំពោះខ្ញុំបើយើងពិនិត្យទៅលើពាក់ព័ន្ធទៅនឹងច្បាប់ឯកពន្ធភាពមានថាស្ត្រីម្នាក់ហ្នឹងគឺគាត់នៅមានហៅថាចំណងពាពាអញ្ចឹងខ្ញុំគាត់ជាការសន្និដ្ឋានខ្ញុំឯងគឺគាត់មិនហ៊ានប្តឹងអូនប្រុសទេដោយសារនៅក្នុងច្បាប់ឯកពន្ធភាពពាក់ព័ន្ធទៅនឹងបទផិតបាទដីផិតប្រពន្ធផិតដីអញ្ចឹងអ្នកទី3ហ្នឹងដែលមានដំណាក់នោះស្នេហាហ្នឹងគឺអត់មានច្បាប់ចោទប្រកាន់ឬមានទោសអីទេសំខាន់បើច្បាប់ចោទប្រកាន់គឺចោទប្រកាន់ទៅលើអ្នកដែលផិតបាទអញ្ចឹងឧទាហរណ៍បើម្នាក់ស្រីគាត់ផិតប្តីរបស់គាត់អត់មានរឿងអីមកប្តឹងបងប្រុសឲ្យមកទួលគាត់ត្រូវឯហ្នឹងទី1ពាក់ព័ន្ធនឹងផ្លូវច្បាប់បាទហើយបើសិនខ្ញុំនិយាយផ្លូវច្បាប់បែបនេះខុសឬក៏មានចន្លោះហើយណាបងប្អូននៅក្នុងវីដេអូរបស់ខ្ញុំនេះអាចជួយ comment បានបាទអញ្ចឹងសង្ខេបឡើងវិញគឺបងប្រុសត្រូវតែក្លាហានហ៊ាននិយាយជាមួយប្រធានអង្គភាពយើងប្រាប់ការពិតទៅកន្លែងយើងឲ្យបានដឹងជៀសវាងរឿងនឹងបែកផ្ទុះទៅបើយើងប្រាប់គឺវាយឺតពេលទី2យើងកាត់បន្ថយតំណែងការឆាតការខលឬក៏ការណាត់ជួបវិញជាមួយម្នាក់ស្រីហ្នឹងទី3គឺយើងអាចត្រូវការប្រឹក្សាផ្នែកច្បាប់បន្ថែមទៀតទៅជាមួយអ្នកជំនាញផ្នែកច្បាប់ប៉ុន្តែដូចខ្ញុំផ្ដល់មតិយោបល់មិនអញ្ចឹងគឺបើប្តឹងអំពីបទឲ្យយើងទទួលខុសត្រូវយើងទៅមលោគាត់អីខ្ញុំគិតថាដូចជាអត់ត្រូវទេពីព្រោះហៅថាការតំណែងស្នេហាបែបព្រមព្រៀងការគេងនៅជាមួយគ្នាបែបព្រមព្រៀងហ្នឹងគឺរឿងអីទៅពាក់ព័ន្ធនឹងការមលោវាអត់ត្រូវណាបាទចឹងខ្ញុំជួយយោបល់ប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំជាចុងក្រោយសូមជួយចុច Subscribe មួយដើម្បីទទួលបានវីដេអូថ្មីៗបាទសូមអរគុណ